Ok, chúng ta xuống này từng óc ní chẳng ngày năng phong đai khi nhung một sầm rai sạch đường solo leveling episode 4 bắt đầu tiệt. Bà xin chỉ bong ôn mình toàn ban mơ episode muôn để khi nhung ban sầm rai thế. Xong bong ôn anh tầm mở bán ở trong channel boy nhóm rồi khi nhung miên sẽ muốn là hai đại nhung sầm rai solo leveling cứ được xa tai thường nắng cứ inspire nhung chờn. តាក់ទងជាមួយនឹងការហាត់ប្រាណតាក់ទងជាមួយនឹងការផលិតជា content អីសម្រាប់អ្នកទាំងអស់គ្នាហ្នឹងគឺវា inspire ខ្ញុំអញ្ចឹងមកខ្ញុំឃើញគេដែរឃើញគេផលិតដែរតែខ្ញុំមកខ្វល់ទេខ្ញុំចង់ធ្វើវាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងវីដេអូខ្ញុំសូមកុំភ្លេចជួយ subscribe ជាមួយនឹង channel មួយនេះដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើកិច្ចការងារនេះបន្តទៀតអូខេឥឡូវយើងចូលមកដល់សាច់រឿងរបស់យើងវិញនៅក្នុងភាពអស់សង្ឃឹមក្នុងការប្រឈមមុខនៃសត្វចម្លែកចចកវីតាមីនដែលបានលេចឡើងភ្លាមបន្ទាប់ពីទើបតែបានកម្ចាត់សត្វមួយបាច់នៃ Goblin ជាមួយនឹងដាវរបស់គាត់បានបាក់នៅពេលនេះ Jinwoo រកឃើញថាគាត់មានភាពរហ័សរហួនគួរឲ្យចាប់អារម្មណ៍ដែលអនុញ្ញាតឲ្យគាត់គេចពីចចកដែកគាត់ត្រូវការភាពក្លាហានដើម្បីទប់ទល់នឹងចចកដែលរត់គេចប៉ុន្តែដើម្បីការពារខ្លួនរបស់គាត់ឥឡូវនេះគាត់មានសមត្ថភាពបញ្ជូនការវាយប្រហារដ៏ខ្លាំងមួយទៅកាន់សត្វវេទមន្តដោយបញ្ជូនវាហោះប្រឆាំងទៅនឹងជញ្ជាំងទោះជាយ៉ាងណាក៏ដោយជីនវូដឹងថាគាត់មិនអាចទម្លាក់សត្វនោះបានទេប៉ុន្តែគាត់ព្យាយាមរត់គេចនៅពេលដែលសត្វនោះដេញតាមគាត់ហើយគិតថាមានអាវុធដែលត្រូវប្រើគាត់បានរកឃើញថាគាត់អាចចូលទៅកាន់សារពើភ័ណ្ឌរបស់គាត់ដែលផ្ដល់ដោយប្រព័ន្ធអនុញ្ញាតឲ្យគាត់ដកដាវដែលគាត់បានទទួលនៅ Double Dungeon ដែលត្រូវបានបន្សល់ទុកដោយ Kim Sang-ji ដើម្បីសម្លាប់ចចកពីរ Jinwoo បានលេចចេញពីចចកដែកថែមទៀត Jinwoo បានព្យាយាមវាយដាវមួយនៅពេលពួកគេប៉ុន្តែត្រូវបានបញ្ឈប់ដោយចចកដោយការវាយលុករបស់ចចកកម្លាំងរបស់គាត់បានបន្ថែមទៀតដើម្បីវាយលុកទៅក្នុងការវាយប្រហាររបស់វាពេលនេះតែម្នាក់ឯងម្ដងទៀត Jinwoo ឆែករកស្ថិតិរបស់គាត់នឹងទទួលបានរបស់របរជំនួសឲ្យត្បូងវីតាមីនដែលគាត់ប្រើដើម្បីលក់ដើម្បីទទួលបាននូវរូបិយប័ណ្ណនៅក្នុងកម្មវិធី game របស់គាត់កម្មវិធីរបៀបឥឡូវនេះដោយគិតពីរបៀបកម្ចាត់មេនៃគុកនេះ Jinwoo រកឃើញ Raigen ជាច្រើនទៀតដែលបត់ដោយដែកដែលបានផុសចេញពីទីងងឹតដែលបានកំណត់ដោយភាពក្លាហាន Jinwoo បញ្ញាប់បញ្ញាលបណ្ដេញសត្វចចកជាច្រើនទៀតហើយចេញមកដោយឈ្នះដោយសម្លាប់សត្វទាំងអស់គាត់បានពិនិត្យសារពើភ័ណ្ឌរបស់គាត់ហើយចាប់យកវត្ថុមួយក្នុងចំណោមវត្ថុដែលគាត់ទើបតែទទួលបានដែលជាការប្រាប់ពីចម្ងាយមុនពេលដើរចូលទៅក្នុងសារធំនៃគុកថ្មនៅខាងក្រៅ Lee Joo-hee ទទួលការហៅទូរស័ព្ទពីសមាគមក្នុងអ្នកប្រមាញ់ដោយប្រាប់នាងថាទ្វារនោះមានស្នាមប្រេះនាងមានអារម្មណ៍ថាមានកំហុសចំពោះការបដិសេធសំណើរបស់ពួកគេហើយយល់ព្រមចូលរួមខណៈដែលនាងស្ដាប់អ្នកតាមទូរស័ព្ទនិយាយថាពួកគេខ្វះអ្នកព្យាបាលត្រឡប់មកកន្លែងលាក់ខ្លួនវិញ Jinwoo ដឹងថាគាត់កាន់តែរឹងមាំឥឡូវនេះយល់ថាពណ៌នៃចំណងជើងរបស់សត្វវេទមន្តឆ្លុះបញ្ចាំងពីភាពខ្លាំងរបស់ពួកគេតាក់ទងទៅនឹងខ្លួនគាត់ Y សម្រាប់ទៀប Orange សម្រាប់កម្រិតស្មើគ្នាចំណែកឯ Red សម្រាប់កម្រិតខ្ពស់ជាងគេខ្ពស់ជាងគាត់អញ្ចឹងទោះបីជាមានការសង្ស័យរបស់គាត់អំពីការប្រឈមមុខនឹងចៅហ្វាយរបស់ Dungeon ក៏ដោយគាត់បានចុះតាមចដាយ៉ាងក្លាហានដែលគាត់បានជួបប្រទះដំបូងឡើយត្រូវបានស្វាគមន៍ទៅដោយភាពស្ងៀមស្ងាត់នៅក្នុងការលូដ៏ធំមួយមិនយូរប៉ុន្មានគាត់បានរកឃើញរលកទឹកហូរមករកគាត់ដោយបង្ហាញពីការគំរាមកំហែងដែលជិតមកដល់មុនពេលត្រូវបានវីនឹងជញ្ជាំងការងើបឡើងវិញគាត់បានប្រឈមមុខទៅនឹងចៅហ្វាយនៃគុកដែលជាពស់វេទមន្តដែលគេស្គាល់ថា Blue Venom Flag Kasaka ឈ្មោះវាhìnhវែងអញ្ចឹងខ្ញុំអាចអានខុសអ្នកនរគ្នាខ្ញុំដាក់ឈ្មោះវានៅខាងលើនេះឆ្លៀតពេលបន្តិចដើម្បីពិនិត្យមើលរូបរាងរបស់សត្រូវក៏ព្យាយាមវាយប្រហារដោយ
កំបិតរបស់គាត់ដោយមិនមានលទ្ធផលខូចខាតជីនវូត្រូវបានបញ្ជូនទៅក្នុងសាកសពទឹកក្បាលកន្ទុយរបស់ពស់ជាកន្លែងដែលគាត់ស្ទើរតែកិច្ចក្បាលរបស់វាងើបឡើងទៅលើផ្ទៃទឹកគាត់ស្ទើរតែជាពីរថភ្លើងដែលត្រូវបានគេបោះបង់ចោលនៅលើគាត់ដោយក្រោកឡើងដើម្បីបន្តការប្រយុទ្ធខ្សែត្រឡប់ក្រោយមកបានលេចឡើងពីការសន្ទនារបស់ជីនវូជាមួយនឹងសុងជីនឈុលប្រាប់គាត់ថាគាត់ត្រូវបានគេដាក់ឈ្មោះថាអ្នកប្រមាញ់ខ្សោយបំផុតនៅលើលោកនិងលើកទឹកចិត្តឲ្យគាត់ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ជាក់ថាគាត់មានសមត្ថភាពគាត់មិនមែនខ្សោយជាងគេបំផុតនោះទេកាសាកាត្រួតត្រាការប្រយុទ្ធដោយមិនឈប់ឈរដោយជំរុញជីនវូកាត់តាមជញ្ជាំងដោយកម្លាំងដ៏មហិមារបស់វាទោះបីជាមានការព្យាយាមជាច្រើនដងដើម្បីជ្រៀតចូលជញ្ជីងរបស់ពស់ដោយដាវដែលបាក់របស់គាត់ក៏ដោយក៏ជីនវូនៅទីបំផុតបោះបង់អាវុធដោយជ្រើសរើសយកកម្លាំងដែលបានពង្រឹងពីសមត្ថភាពរបស់គាត់ជាមួយនឹងឈាមរបស់គាត់ផ្ទាល់បានហូរចុះមកលើមុខគាត់បានចាប់ដៃជាមួយនឹងករបស់ពស់គាត់បង្កើនការក្តាប់របស់គាត់ដោយចាប់ដៃរបស់ពស់ខណៈដែលសត្វនោះវាយយ៉ាងសាហាវតាមរយៈកម្លាំងដ៏មុតស្រួចនៅទីបំផុតជីនវូគ្រប់គ្រងសម្ពាធគ្រប់គ្រាន់ដើម្បីសម្លាប់សត្វនោះគាត់ទទួលបាន Venom និងKasaka ដែលជាដាវដែលធ្វើពីចង្កូមរបស់ចៅហ្វាយសាកសពរបស់ពស់រួមជាមួយនឹងគុកងងឹតបានបាត់ភ្លាមដោយបង្វិលក្បាលរបស់ពស់ចូលទៅក្នុងស្ថានីយ៍ផ្លូវក្រោមដីហាប់ជីតវិញនៅពេលដែលគាត់ឡើងជណ្ដើរដើម្បីចេញពីគុកនោះគាត់ត្រូវបានទាហានម្នាក់ដែលដាក់គាត់នៅទីនោះមុនពេលដឹងថាគាត់ជាអ្នកប្រមាញ់ហើយនាំគាត់ចេញទៅទីតាំងនោះនៅពេលគាត់ដើរតាមទាហាននោះគេសួរគាត់ថាតើសត្វវេទមន្តបានចេញទេបន្ទាប់ពីការសម្រាកក្នុងគុកបុរសនោះឆ្លើយថាពួកគេភាគច្រើនត្រូវបានសម្លាប់ដោយយក្សមួយក្បាលដែលជាអ្វីដែលជីនវូអាចមានអារម្មណ៍និងរកឃើញទីតាំងរបស់វាដែលជាលទ្ធផលនៃការយល់ដឹងរបស់គាត់ដែលបានផ្ដល់ដោយប្រព័ន្ធថ្មពណ៌ខៀវដ៏ធំ Goblin Golem សំទោសកំពុងត្រូវបានវាយប្រហារដោយក្រុមអ្នកប្រមាញ់ឋានៈ E និង D និយាយទៅអ្នកប្រមាញ់ភាគច្រើនគឺឋានៈដែល E ប៉ុន្តែអ្នកប្រមាញ់មួយគឺអ្នកប្រមាញ់កាន់ខែលគាត់ឋានៈ D ជាងគេអញ្ចឹងបានមានការទប់ទល់បានរៀងយូរដែលប្រមូលផ្ដុំយ៉ាងប្រញាប់ដោយព្យាយាមរំលោភទៅលើរនាំងការពាររបស់វានៅពីក្រោយរនាំងយោធាជនស៊ីវិលរួមទាំងជីនវូមើលកន្លែងកើតហេតុលាតត្រដាងនិងថតរូបអ្នកមើលឃើញហាក់ដូចជាចង់ជេរអ្នកប្រមាញ់ឲ្យបង្ហាញពីការរំខាននិងមើលងាយចំពោះការបែកគុកដែលលាតត្រដាងជីនវូដឹងយ៉ាងឆាប់រហ័សថាអ្នកប្រមាញ់គឺលឹះលុបដោយសត្វសាហាវនិងការជូនដំណឹងក្នុងចំណោមពួកគេតស៊ូជាមួយនឹងការព្យាបាលវេទមន្តរនាំងដោយសារតែការប៉ះទង្គិចពីរុនទ្វេដោយទទួលស្គាល់ចៅហ្វាយថាគ្រាន់តែជា D rank ដែលទាបជាងអាសត្វពស់មិញដែលគាត់បានវាយហ្នឹងដែលគាត់បានផ្ដួលនាពេលថ្មីនេះជីនវូសម្រាប់ចិត្តធ្វើអន្តរាគមន៍គាត់បានយកដាវដែលបាក់ចេញពីគីមសាំងស៊ីដែលគាត់កាន់នឹងដៃប្រឆាំងទៅនឹងចៅហ្វាយមុននៅពេលដែលអ្នកប្រមាញ់កាន់តែខិតជិតនឹងការបរាជ័យដាវរបស់ជីនវូចាក់ភ្នែក Golem នឹងការពារការបិទបាំងបង្វែរជំនោរនិងអនុញ្ញាតឲ្យអ្នកប្រមាញ់អាចកម្ចាត់បិសាចនោះបានក្នុងចំណោមអ្នកប្រមាញ់មានការងឿឆ្ងល់ចំពោះការវាយឆ្មក់ភ្លាមនៅក្នុងរបស់របរGolem ដោយហេតុថាការវាយប្រហារពីមុនរបស់ពួកគេវាគ្មានបានប្រយោជន៍អ្វីទាំងអស់ដោយឃើញដាវដែលបាក់ចំពេលមានកំទេចកំទីគាត់បានសួរទាហានក្បាលនោះថាតើអាដាវនឹងមកពីណាមិនបានដាវនឹងវាទៅចំវាចំ Golem ចឹងទាហាននោះឆ្លើយថាវាជាស្នាដៃរបស់អ្នកប្រមាញ់ដែលមិនស្គាល់អត្តសញ្ញាណពីខាងក្រោយបតនបត្តិដោយអំណាចដ៏មហិមានៅពីក្រោយទង្វើនោះត្រូវបានទុកចោលដោយមិនចេះនិយាយដោយឆ្ងល់ថាតើវាជាអ្នកប្រមាញ់ដែលមានចំណាត់ថ្នាក់ខ្ពស់ឬក៏អត់
ឬក៏ជាអ្នកប្រមាញ់ដែលលាក់ខ្លួនលាក់អត្តសញ្ញាណថាគាត់មិនមែន E rank ឬក៏ S rank ទេប៉ុន្តែគាត់ខ្លាំងជាងនឹងទៀតទេទន្ទឹមនឹងនោះ Jim Woo ដោយបានចាក់ចេញពីកន្លែងកើតហេតុរួចហើយលោក Moose ថា Gollum ប្រហែលជាខ្សោយមុនពេលដើររបស់គាត់បោះចោល Joey ក៏លេចមើលគាត់នៅផ្លូវដើរហើយឆ្ងល់ថាតើគាត់ជាអ្នកទទួលខុសត្រូវឬក៏អត់អូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តប៉ុន្តែខ្ញុំចង់សង្ខេបជាមួយនឹងសាច់រឿងមួយនឹងបន្តិចថាចំណុចសំខាន់ប្រហែលចំនួនប្រហែលជា4អញ្ចឹងចំណុចសំខាន់ក្នុងសាច់រឿងហ្នឹងវាមាន4ចំណុចនៅក្នុងមិនក្នុងសាច់រឿងហ្នឹងទេគឺក្នុងអេពីសូតទី4ហ្នឹងអូខេអញ្ចឹងចំណុចទី1គឺ Jin Woo បន្តការប្រយុទ្ធរបស់គាត់នៅក្នុងអា Dungeon ដែលគាត់បានយកសោរចក្រហ្នឹងហ្នឹងចំណុចទី1ចំណុចទី2 Jin Woo រៀនពីរបៀបយឺតដែលប្រព័ន្ធដំណើរការនៅពេលដែលគាត់ចាប់ផ្ដើមកម្រិតស្ថិតិរបស់គាត់កើនឡើងហើយរបួសរបស់គាត់ត្រូវបានព្យាបាលជាមួយនឹងកម្រិតថ្មីនីមួយដែលគាត់មានបទពិសោធន៍ជាមួយនឹងប្រព័ន្ធហ្នឹងចំណុចទី3 Jin Woo ទល់នឹង Blue Venom Fang Kasaka គឺពស់មួយក្បាលហ្នឹងឈ្មោះហ្នឹងឡើងវែងនេះគឺជាការប្រកួតប្រជែងដែលធំជាងគេបំផុតនៅលើកដំបូងបំផុតរបស់ Jin Woo និយាយទៅសត្វហ្នឹងវាធំហើយវាខ្លាំងទៀតហើយវាមានកម្រិតពណ៌ក្រហមអញ្ចឹងកម្រិតពណ៌ក្រហមហ្នឹងគឺខ្លាំងជាង Jin Woo អញ្ចឹងគាត់ព្យាយាមប្រឆាំងជាមួយនឹងសត្វហ្នឹងគឺវាអស្ចារ្យស្រាប់ហើយហើយចំណុចបន្ទាប់ការទម្លាយគុកដែលជាអ្វីដែលកើតឡើងនៅពេលដែលគុកងងឹតហ្នឹងមិនត្រូវបានសម្អាតទាន់ពេលវេលាអញ្ចឹងគុកងងឹតហ្នឹងគឺសំដៅទៅលើអ្វីដែលខ្ញុំនិយាយក្នុងគុកងងឹតហ្នឹងគឺសំដៅទៅលើគេគឺសំដៅទៅលើdungeon ដែលបានកើតឡើងនៅពីមុខផ្លូវអញ្ចឹងតែកាលណា dungeon ហ្នឹងសម្អាតយើងចូលទៅ clear អត់ទាន់អស់ទេយើងសម្អាតអត់ទាន់អស់ទេគឺ dungeon ហ្នឹងនឹង press ហើយអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងភាគហ្នឹងគេចង់បញ្ជាក់ថាសត្វវេទមន្តអាចចាក់ចេញពី dungeon ហើយចូលមកក្នុងពិភពលោកពិតរបស់យើងបានអញ្ចឹងបើសិនជាពួកគាត់ clear អត់ចប់ទេពួកគាត់នៅតែបន្តនៅហ្នឹងគឺសត្វហ្នឹងនឹងវាយប្រហារជនស្លូតត្រង់ជនស៊ីវិលហើយជនស៊ីវិលដែលគ្មានសមត្ថភាពធ្វើការងារធម្មតាដូចខ្ញុំដូចពួកយើងទាំងអស់គ្នាអញ្ចឹងធ្វើការធម្មតាអញ្ចឹងសត្វទាំងអស់ហ្នឹងនឹងវាយប្រហារហើយអញ្ចឹងរដ្ឋាភិបាលគឺទាមទារឲ្យមាន hunter ក្នុងការ clear ជាមួយនឹងdungeon ហ្នឹងហើយទទួលបានអត្ថប្រយោជន៍ផ្សេងៗអញ្ចឹងភាគច្រើនពួកគាត់នឹងទទួលបានអត្ថវិការឬក៏អីផ្សេងៗដើម្បីព្យាយកលុយហ្នឹងទៅជួយគ្រួសារជួយអីចឹងដូច Jin Woo ចឹង Jin Woo ក៏ដូចគ្នាអូខេអញ្ចឹងកុំនិយាយរឿងតប៉ែច្រើនពេកអញ្ចឹងអរគុណជាមួយនឹងការតាមដានពីដើមរហូតដល់ចប់ជម្រាបលាបាយបាយជួបគ្នានៅភាគ5បន្តទៀតអរគុណ